អូយអូយនេះព្រះនាងគឺជាបិសាចអូយអូនេះតានាងធ្វើស្អីហ្នឹងលែងយើងណាព្រះអង្គនេះទ្រង់យើងមកវិញហើយមែនទេព្រះនាងសួនពិសីនាងផ្កាអូយព្រះអង្គទង្វើអាក្រក់របស់នាងគឺយើងបានដឹងអស់ហើយនៅពេលនេះនាងក៏មិនអាចធ្វើស្អីបានដែរអ្វីដែលយើងចង់បាននោះគឺបុត្ររបស់យើងតែមួយអង្គគុណចំណែកនាងអស់តំណែងជាមហេសីហើយខ្ញុំម្ចាស់ចូលរួមសោកស្ដាយផងណាព្រះអង្គផ្កាគឺគេប្រសូតបុត្រមកចេញជាគល់ឈើគឺមិនមែនជាគឺព្រះអង្គនេះនាងពិតជាមនុស្សស្រីចង្រៃពិតមែនកូនមកចេញជាគល់ឈើនេះនាងពិតជាចង្រៃខ្លាំងបំផុតព្រះអង្គយើងថាឲ្យនាងចេញទៅតាមកបញ្ចប់សាច់រឿងរបស់យើងទាំងអស់គ្នានោះនៅពេលនេះគឺចប់មែនតែនហើយព្រះអង្គក្រោយដឹងការពិតអស់ហើយទ្រង់ក៏បានមកសុំទោសព្រះនាងសួនពិសីប៉ុន្តែព្រះនាងសួនពិសីក៏មិនបានលើកលែងទោសឲ្យព្រះអង្គដែរខ្ញុំសម្រេចចិត្តហើយខ្ញុំមិនអាចលើកលែងទោសឲ្យមនុស្សដែលធ្លាប់ធ្វើខុសមកលើខ្ញុំម្ដងហើយម្ដងទៀតបាននោះទេក៏ព្រោះតែនៅពេលនេះគឺខ្ញុំឆ្អែតឆ្អល់គ្រប់យ៉ាងហើយខ្ញុំឆ្អែតគ្រប់យ៉ាងហើយខ្ញុំមិនអាចបកក្រោយវិញបាននោះទេណាគឺមិនអាចទេព្រះនាងគឺត្រូវតែបកក្រោយវិញណាព្រះនាងនួនបើខ្ញុំម្ចាស់យល់ច្បាស់ពីភាពឈឺចាប់របស់ព្រះនាងក៏ព្រោះតែភាពឈឺចាប់ទាំងអស់នោះខ្ញុំម្ចាស់ក៏ធ្លាប់ឆ្លងកាត់ដែរវាពិតជាឈឺចាប់ខ្លាំងណាស់ឈឺចាប់ស្ទើរតែចង់គិតខ្លីម្ដងក៏ព្រោះតែវាឈឺហួសថ្លែងពេកណាព្រះនាងចំណែកឯព្រះនាងវិញប្រសិនបើអាចព្រះនាងគួរតែលើកលែងទោសឲ្យព្រះអង្គទៅមើលទៅស្ថានភាពទ្រង់នៅពេលនេះគឺទ្រង់ដឹងកំហុសចំពោះព្រះនាងហើយណាព្រះនាងព្រះអង្គដឹងកំហុសចំពោះយើងប៉ុន្តែរឿងស្នេហានិងរឿងអ្វីផ្សេងទ្រង់មិនដែលស្កប់ស្កល់ឡើយទ្រង់ចេះតែយកម្ហេសីពីម្នាក់ទៅម្នាក់មិនដឹងថាមហេសីប៉ុន្មានអ្នកទៀតដែលទ្រង់ត្រូវយកជាបន្តបន្ទាប់នោះខ្ញុំម្ចាស់នឹងមិនឲ្យរឿងនេះកើតឡើងទេណាព្រះនាងហើយព្រះអង្គក៏មិនអាចយកមហេសីទៀតបានដែរប្រសិនបើព្រះនាងព្រមលើកលែងទោសឲ្យព្រះអង្គនោះព្រះអង្គនឹងលះបង់គ្រប់យ៉ាងណាព្រះនាងចំពោះព្រះអង្គគឺយើងលែងជឿទុកចិត្តហើយជំនឿចិត្តលើព្រះអង្គគឺលែងមានអស់ហើយក៏ព្រោះតែប្រវត្តិសាស្ត្រវាកើតឡើងដដែលពេកម្ល៉េះហើយគឺយើងអស់ទំនុកចិត្តលើព្រះអង្គហើយណាម្ចាស់អូនប៉ុន្តែខ្ញុំម្ចាស់គិតថាព្រះនាងគួរតែផ្ដល់ឱកាសឲ្យព្រះអង្គម្ដងទៀតទៅទ្រង់ច្បាស់ជាដឹងកំហុសនិងកែខ្លួនគ្រប់យ៉ាងដោយសារតែព្រះនាងហើយណាព្រះនាងអត់ទេគឺគ្មានឱកាសសម្រាប់ទ្រង់ទៀតនោះទេប៉ុន្តែព្រះនាងនួនពើមិនបាច់ព្យាយាមនោះទេទោះបីជានិយាយយ៉ាងណាក៏ដោយក៏យើងនៅតែមិនព្រមអញ្ចឹងនួនពើនាំព្រះអង្គយើងទៅវិញចោះយើងមិនចង់ឃើញមុខទ្រង់ទៀតនោះទេព្រះនាងព្រះអង្គម្ចាស់នេះតាទ្រង់នៅឯណាហ្នឹងព្រះអង្គហើយនេះតើបាត់ព្រះអង្គទៅណាពេញមួយថ្ងៃនេះតើទ្រង់ទៅណាទៅមិនដេចក៏មិនឃើញព្រះអង្គឆាឈូអូយព្រះនាងមិនដេចក៏ព្រះនាងស្រែកលោឡាខ្លាំងអីបែបហ្នឹងនេះភ្ញាក់ព្រៀបអស់ហើយណាព្រះនាងបូករួមទាំងភ្ញាក់ខ្ញុំម្ចាស់ផងដែរណាព្រះនាងហើយនេះតាព្រះនាងផ្កាមានរឿងអ្វីមែនទេមិនដេចក៏ស្រែកចំទាខ្លាំងអីបែបហ្នឹងនោះនេះតាព្រះនាងកើតអីនាងពុយនេះតានាងមានឃើញព្រះអង្គដែរទេហ្នឹងមិនដេចក៏ថ្ងៃនេះមិនឃើញព្រះអង្គសោះអញ្ចឹងតើទ្រង់យាងទៅណាតើទ្រង់មានបញ្ហាអ្វីមែនទេនាងពុយនេះតាឯងមានឃើញព្រះអង្គដែរអត់ឯងឆាប់ឆ្លើយមកណាឆ្លើយមកតើព្រះអង្គទ្រង់យាងទៅណានាងពុយនាងឆាប់ឆ្លើយមកណាឆ្លើយមកនាងពុយអូយព្រះនាងមួយណាព្រះនាងស្រែកដាក់ខ្ញុំម្ចាស់ខ្លាំងបែបនេះខ្ញុំម្ចាស់ស្លន់ខ្លាំងណាស់ដល់ពេលអញ្ចឹងទៅទោះបីជាខ្ញុំម្ចាស់ដឹងក៏មិនដឹងថាឆ្លើយប្រាប់ដោយរបៀបណាដែរបើព្រះនាងស្រែកខ្លាំងអញ្ចឹងនោះនាងចង្រៃនាងឯងឆាប់ឆ្លើយមកនៅពេលនេះតើព្រះអង្គទ្រង់យាងទៅណាបាត់ហើយឯងឆាប់ឆ្លើយមក
គឺព្រះមេម្ចាស់ព្រះនាងខ្ញុំម្ចាស់ឆ្លើយក៏បានដែរគឺថាព្រឹកមិញនេះខ្ញុំម្ចាស់បានឃើញព្រះអង្គយើងចេញទៅក្រៅយើងទៅណាក៏មិនដឹងគឺយើងចេញទៅជាមួយនឹងនាងរចនាស្អីគេនោះថាម៉េចហ្នឹងព្រះអង្គយើងចេញទៅក្រៅជាមួយនឹងនាងរចនាអញ្ចឹងមែនទេហើយនេះតាត្រង់នាំស្រីម្នាក់នោះទៅណាទៅខ្ញុំម្ចាស់ក៏មិនដឹងដែរប៉ុន្តែបានឃើញព្រះអង្គយើងទៅពិតមែនសង្ស័យតែយើងទៅលេងផ្ទះនាងរចនានោះទេដឹងនាងឈួតនេះវើយហើយអូយមិនដឹងជាស្អីទេព្រះនាងផ្កានេះមួម៉ៅពីមួយថ្ងៃទៅមួយថ្ងៃប្រាប់ក៏ជេរមិនប្រាប់ក៏ជេរហើយដល់ពេលអញ្ចឹងទៅក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរនេះអូយធ្វើស្អីមួយដូចជាមិនដែលត្រូវចិត្តតតែសោះហើយធ្វើនេះខុសធ្វើនោះខុសអូយចាប់តែម្ដងហើយនាពេលយំព្រះអង្គទ្រង់ក៏មិនព្រមយាងមករាជវាំងវិញដែរទ្រង់នៅលុតជង្គង់រងចាំព្រះនាងសួនពិសីលើកលែងទោសឲ្យខ្លួនពិសីម្ដេចក៏អូនដាច់ចិត្តពីបងបែបនេះម្ចាស់អូនលែងស្រឡាញ់បងហើយមែនទេនៅពេលនេះគឺបងដឹងកំហុសហើយបងដឹងកំហុសគ្រប់យ៉ាងហើយណាម្ចាស់អូនមេត្តាម្ចាស់អូនលើកលែងទោសឲ្យបងផងទៅពិសីអូនចៅស្រីយាយមើលទៅគឺថាអាណិតព្រះអង្គខ្លាំងណាស់នេះចៅមិនគិតលើកលែងទោសឲ្យទ្រង់ខ្លះទេមែនទេនឹងខ្ញុំពិតជាពិបាកក្នុងការលើកលែងទោសឲ្យព្រះអង្គខ្លាំងណាស់កំហុសដដែលដែលបានកើតឡើងម្ដងហើយម្ដងទៀតប៉ុន្តែព្រះអង្គនៅតែមិនព្រមកែប្រែទ្រង់នៅតែធ្វើដូច្នេះគ្មានថ្ងៃដែលទ្រង់កែខ្លួនទេណាលោកយាយអាចទេយាយសូមឲ្យចៅផ្ដល់ឱកាសឲ្យព្រះអង្គម្ដងទៀតតើបានដែរទេធម្មតាមនុស្សយើងម្នាក់តែងតែបង្កើតកំហុសអញ្ចឹងហើយប៉ុន្តែយើងក៏ត្រូវតែផ្ដល់ឱកាសឲ្យគេដើម្បីឲ្យគេបានកែប្រែនិងដឹងកំហុសចំពោះព្រះអង្គមានឋានៈខ្ពង់ខ្ពស់ខ្លាំងណាស់ប៉ុន្តែព្រះអង្គសុកចិត្តមកលុតជង្គង់ក្រោមទឹកភ្លៀងដើម្បីចង់បានការអភ័យទោសពីព្រះនាងគិតមើលទៅថាព្រះអង្គស្រឡាញ់ព្រះនាងខ្លាំងនិងលះបង់ដើម្បីព្រះនាងខ្លាំងបែបណានោះម្ល៉េះហើយនៅពេលនេះគួរតែផ្ដល់ឱកាសឲ្យព្រះអង្គម្ដងទៅពិតមែនហើយណាព្រះនាងខ្ញុំម្ចាស់មើលទៅគឺថាមានការអាណិតដល់ព្រះអង្គខ្លាំងណាស់តាំងពីដើមមកព្រះអង្គគឺមិនដែលធ្វើអញ្ចឹងនោះទេលើកទី1ដែលខ្ញុំម្ចាស់បានឃើញគឺព្រះអង្គលុតជង្គង់នៅក្រោមហាភ្លៀងហើយថែមទាំងគឺគួរឲ្យអាណិតខ្លាំងណាស់អញ្ចឹងខ្ញុំម្ចាស់សូមឲ្យព្រះនាងគួរតែពិចារណាសារជាថ្មីចំពោះព្រះអង្គណាព្រះនាងពិសីបើម្ចាស់អូនមិនចេញមកទេបងមិនទៅណាដាច់ខានគឺបងនៅទីនេះរហូតតតែម្ចាស់អូនអភ័យទោសឲ្យបងបើមិនដូច្នេះទេគឺបងនឹងនៅទីនេះជារៀងរហូតឆាប់ក្រោកឡើងមកពិសីនេះអូនយាងចេញមកហើយមែនទេនេះម្ចាស់អូនព្រមលើកលែងទោសឲ្យបងហើយមែនទេពិសីខ្ញុំម្ចាស់ព្រមលើកលែងទោសឲ្យព្រះអង្គហើយពិសីនេះជាការពិតដែរទេនឹងនេះបងពិតជាសប្បាយចិត្តខ្លាំងណាស់បងរងចាំពាក្យនឹងយូរហើយទីបំផុតក៏បានលើហើយព្រះអង្គនេះប្រហែលជាព្រះអង្គអស់កម្លាំងខ្លាំងណាស់ហើយដែលទ្រាំជាមួយនឹងទឹកភ្លៀងយូរបែបនេះនាងឆាប្រញាប់ទៅជួយគ្រាព្រះអង្គចូលមកក្នុងផ្ទះសិនមកយាយទៅរៀបចំកន្លែងសិនចាលោកយាយចាមួយសន្ទុះក្រោយមកព្រះអង្គទ្រង់ក៏បានដឹងខ្លួនវិញអូយព្រះអង្គនេះព្រះអង្គដឹងខ្លួនហើយពិសីអូនព្រះអង្គមិនបាច់ព្រួយបារម្ភទេខ្ញុំម្ចាស់នឹងលើកលែងទោសឲ្យព្រះអង្គហើយខ្ញុំម្ចាស់ក៏យល់ព្រមយាងចូលក្នុងរាជវាំងវិញដែរណាព្រះអង្គបែបនេះបងពិតជាសប្បាយចិត្តខ្លាំងណាស់បងសន្យាថាមិនធ្វើឲ្យមានកំហុសបែបនឹងម្ដងទៀតនោះទេប្រសិនបើបងធ្វើខុសបែបនឹងទៀតនោះសូមឲ្យរន្ទះបាញ់បងមកចោះបងមិនចង់រស់នៅបន្តទៀតទេ
កុំដល់ថ្នាក់នឹងអីណាព្រះអង្គសូមត្រឹមតែព្រះអង្គកែប្រែមុននឹងជឿលើអ្វីមួយសូមទ្រង់គិតឲ្យបានវែងឆ្ងាយស្វែងរកការពិតឲ្យបានច្បាស់ចាំទ្រង់វិនិច្ឆ័យមិនមែនត្រឹមតែពាក្យសម្ដីរបស់មនុស្សម្នាក់ព្រះអង្គទៅធ្វើបាបអ្នកដទៃទាំងដែលគេមិនបានខុសធ្វើបែបនេះអ្នកដែលមិនមានកំហុសគេនឹងមានវិវដិសារីអស់មួយជីវិតណាព្រះអង្គ បានបងសន្យាថាឈប់ធ្វើបែបនឹងទៀតហើយនឹងមិនធ្វើឲ្យម្ចាស់អូនពិបាកចិត្តដោយសារតែបងទៀតទេ ប្រសិនបើព្រះអង្គហ៊ានតែធ្វើឲ្យចៅស្រីខូចចិត្តម្ដងទៀតខ្ញុំម្ចាស់នឹងមិនឲ្យព្រះអង្គយាងមកដល់មុខផ្ទះខ្ញុំម្ចាស់ទៀតទេដឹងទេខ្ញុំម្ចាស់នេះគឺថាកាចខ្លាំងណាស់ការចំពោះមនុស្សណាដែលធ្វើទង្វើផិតក្បត់និងចោទប្រកាន់មនុស្សខុសគឺយាយមិនលើកលែងដាច់ខាត បាទលោកយាយខ្ញុំឈប់ធ្វើហើយពីថ្ងៃនេះតទៅខ្ញុំនឹងមើលថែម្ចាស់អូនណាពិសេសឲ្យបានល្អបំផុតប្រសិនបើខ្ញុំធ្វើខុសនោះលោកយាយធ្វើបែបណាដាក់ខ្ញុំក៏បានដែរ ទោះបីជាយាយចង់ធ្វើអ្វីក៏មិនបានដែរក៏ព្រោះតែព្រះអង្គគឺជាស្ដេចយាយគឺជាមនុស្សសាមញ្ញនឹងនេះតើទៅធ្វើស្អីព្រះអង្គកើតទៅតែមិនអីទេអញ្ចឹងព្រះនាងនិងព្រះអង្គនៅជជែកគ្នាលេងសិនចោនេះយាយសូមទៅដាំបបរសិនហើយលោកយាយខ្ញុំសូមទៅជាមួយផងណាលោកយាយ ម្ចាស់អូនស្អែកនេះពួកយើងនឹងយាងចូលរាជវាំងជាមួយនឹងគ្នាណាម្ចាស់អូន ចាម្ចាស់បងហើយនេះតើព្រះអង្គទ្រង់យាងទៅណាទៅយប់ស្មាននេះទៅហើយទ្រង់មិនទាន់យាងមកវិញទៀតមែនទេតើព្រះអង្គយាងទៅណាទៅស្រែកខ្លាំងពេកតិចលិចកូនចេញមកទៅនាងរចនានេះនាងមកវិញហើយមែនទេរួចចោះឯណាព្រះអង្គតើទ្រង់នៅឯណាទៅតើនាងនាំព្រះអង្គយាងទៅណានាងឆាប់ប្រាប់មកព្រះអង្គនៅឯណាណែអូយនាងរចនានេះនាងហ៊ានរុញយើងឲ្យដួលផងមែនទេនាងចាំតែមើលទៅយើងនឹងទូដល់ព្រះអង្គថានាងធ្វើបាបយើងនាងរុញយើងឲ្យដួលនឹងប៉ះពាល់ដល់បុត្រព្រះអង្គនេះនាងចាំតែមើលទៅយើងនឹងចាំមើលដូចគ្នាថាព្រះអង្គជឿនាងឬមួយក៏ព្រះអង្គជឿយើងទៅគឺច្បាស់ជាជឿយើង100%នឹងហើយណានាងឯងគ្មានអ្វីសំខាន់ឲ្យព្រះអង្គជឿនាងនោះទេហើយព្រះអង្គនឹងដាក់ទោសនាងជាក់ជាមិនខានឡើយនេះព្រះនាងនួនបើនេះព្រះនាងគឺជាបិសាចមិនដេចក៏ព្រះនាងប្រែខ្លួនទៅជានាងរចនាបែបហ្នឹងទៅវិញនេះតែចំបាញ់នេះតែជានាងរចនាឬមួយក៏ជាព្រះនាងនួនបើទៅយើងគឺជាអ្នកណាគេអញ្ចឹងអីអូយនេះតានាងធ្វើស្អីហ្នឹងលែងយើងណាលែងយើងទៅចាំមិញនៅពេលនេះបាក់ថ្មងហើយមែនទេនាងឯងមិនរៀបល្បិចធ្វើបាបយើងទៀតទៅនាងភ្លេចហើយអីការចាក់ចេញរបស់យើងជាមួយនឹងព្រះនាងសួនពិសេសគឺជាស្នាដៃរបស់នាងភ្លេចហើយមែនទេភ្លេចពីទង្វើអាក្រក់ដែលនាងធ្លាប់ធ្វើហើយមែនទេនាងផ្កានាងឯងថាយើងធ្វើអាក្រក់ព្រោះចោះនាងធ្វើអាក្រក់កន្លងមកនាងមិនថាផងទៅមិនដេចក៏នាងមកបន្ទោសតែយើងតែម្នាក់ឯងយើងធ្វើអាក្រក់ក៏ដោយសារតែនាងឯងចង់បានលឹះលុបពេកនាងឯងមិនចេះគោរពម្ចាស់បងម្ចាស់ប្អូននាងឯងអាងវាងចង់ក្លាយជាមហេសីតែមួយអង្គឯងនៅមានរឿងជាច្រើនទៀតដែលនាងឯងធ្វើរឿងអាក្រក់ប៉ុន្តែអ្វីដែលយើងខឹងនឹងនាងនោះគឺនាងឯងពូកែរំអុយចាក់រកឲ្យព្រះអង្គស្អប់យើងហើយនាងឯងមានល្បិចគ្រប់សពបែបយ៉ាងនេះហើយណាគឺជាគំនុំដែលយើងគុំគួនជាមួយនឹងនាងឯងក៏មិនណយដែរធ្វើអាក្រក់ច្រើនណាស់និយាយយកតែខ្លួនល្អបើខ្លួនឯងអាក្រក់ថាអាក្រក់ទៅកុំមកបន្ទោសយើងណាប្រសិនបើនាងថាយើងអាក្រក់នាងឯងនឹងក៏មិនល្អជាងយើងប៉ុន្មានដែរណានាងនួនបើនាងស្រីថោកទាមអូយនេះខ្ញុំអូយឈឺណាស់និស័យរបស់នាងរស់នៅក្នុងរាជវាំងនេះមិនបានយូរទេបន្តិចទៀតនេះនាងត្រូវតែនិរទេសចេញពីរាជវាំងនេះជាក់ជាមិនខានឡើយហើយនាងចង់ធ្វើស្អីក៏ធ្វើទៅក៏ព្រោះតែនាង
ចិត្តអស់ទូនាទីជាមហេសីហើយណា នាងនួនបើអូយព្រះអើយនេះខ្ញុំអូយបត់មេដា លុះដល់ពេលព្រឹកឡើង ខ្ញុំលាលោកយាយទៅសិនហើយណាលោកយាយហើយខ្ញុំនឹងឧស្សាហ៍មកលេងលោកយាយផងដែរណាយាយនឹងហើយណាចៅឧស្សាហ៍មកលេងយាយផងការចៅនៅបានជាគ្នាគ្រាន់បានគ្នាជជែកលេងដល់ពេលចៅទឹកបាត់អញ្ចឹងមានអីស្ងាត់ឈឹងអញ្ចឹងលោកយាយទៅរស់នៅក្នុងរាជវាំងជាមួយនឹងព្រះនាងទៅព្រះនាងក៏បានហៅលោកយាយទៅដែរអូយយាយមិនចេះនៅទេចៅអើយនៅក្នុងរាជវាំងកន្លែងធំណាស់យាយខ្លាចវង្វេងបើទៅរស់នៅនឹងវែងងាប់ហើយត្រឹមខ្ទមទួចនេះគឺមានក្តីសុខហើយសម្រាប់យាយកន្លែងដែលយាយរស់នៅច្រើនឆ្នាំណាស់មកហើយអញ្ចឹងគឺមិនអាចចោលបានទេសុខចិត្តនៅទីនេះក៏មិនអីដែរអូចាលោកយាយចាអញ្ចឹងខ្ញុំទៅសិនហើយណាលោកយាយចៅទៅចោសុខសប្បាយតាមផ្លូវណាបន្ទាប់មកព្រះអង្គនិងព្រះនាងសួនពិសីទ្រង់ក៏បានយាងទៅរាជវាំងវិញទៅថ្ងៃនេះចម្លែកដល់ហើយអ្នកព្រះនាងម្ដេចក៏ព្រះនាងមិនសូវមាត់មិនសូវកបែបហ្នឹងទៅវិញតើព្រះនាងកើតអីមែនទេព្រះនាងផ្កានាងឯងគិតថាឲ្យយើងសប្បាយចិត្តខ្លាំងណាស់ហីនៅពេលដែលបាត់ព្រះអង្គពេញមួយថ្ងៃបែបនេះស្មាននេះទៅហើយព្រះអង្គក៏មិនទាន់យើងមកវិញទៀតយ៉ាងម៉េចនាងឯងចង់ឲ្យយើងនឹងសោកសប្បាយខ្លាំងណាស់មែនទេនាងពុយអូយគឺខ្ញុំម្ចាស់អូយនោះព្រះអង្គយើងមកវិញហើយណាព្រះនាងព្រះអង្គអូយខំតែបានព្រះអង្គយើងមកទេខំអីប្រហែលជាព្រះនាងផ្កាជេរខ្ញុំសោះសាច់ទៀតហើយអូយគួរឲ្យខ្លាចខ្លាំងមែនតើហើយប៉ុន្តែព្រះអង្គយើងមកវិញព្រះនាងសួនពិសីក៏យើងមកជាមួយដែរអញ្ចឹងមានន័យថាព្រះអង្គនិងព្រះនាងជានាគ្នាវិញហើយមែនទេអូច្បាស់ជាអញ្ចឹងហើយព្រះអង្គនេះទ្រង់យើងមកវិញហើយមែនទេព្រះនាងសួនពិសីនាងផ្កាអូយព្រះអង្គនេះមិនដេចក៏ទ្រង់មកផ្ទះកំភ្លៀងខ្ញុំម្ចាស់បែបហ្នឹងទៅវិញនេះតាខ្ញុំម្ចាស់ខុសស្អីទៅព្រះអង្គកើតអីមិនដេចក៏ព្រះអង្គមកផ្ទះកំភ្លៀងខ្ញុំម្ចាស់នេះតាហេតុអីទៅផ្កានេះនាងធ្វើស្អីខ្លះនាងគួរតែដឹងច្បាស់ខ្លួនឯងហើយមែនទេមិនបាច់យើងទៅបញ្យល់ប្រាប់នាងច្រើននោះទេសួរថានាងធ្វើខុសស្អីខ្លះធ្វើខុសស្អីនេះខ្ញុំម្ចាស់បានធ្វើស្អីទៅគឺខ្ញុំម្ចាស់មិនបានធ្វើអ្វីទេណាព្រះអង្គនាងគិតថាយើងជាក្របីតែនាងធ្វើស្អីតាមតែអំពើចិននឹងយើងមិនដឹងអញ្ចឹងមែនទេដំបូងយើងខំតែជឿនាងគ្រប់សពបែបយ៉ាងស្រឡាញ់ទុកចិត្តនាងខ្លាំងបំផុតប៉ុន្តែចុងក្រោយយើងមិននឹកស្មានថាមនុស្សនៅក្បែរខ្លួនយើងគឺពឹសពុលដល់ថ្នាក់ហ្នឹងផ្កាយើងមិនដែលគិតនោះទេណាថានាងសាហាវដល់ថ្នាក់នេះគឺអត់ទេណាព្រះអង្គនេះព្រះអង្គកុំជឿពាក្យសម្ដីអ្នកដទៃអីពួកគេគ្រាន់តែចង់បំផ្លាញក្តីសុខរបស់ពួកយើងតែប៉ុណ្ណោះដូច្នេះព្រះអង្គកុំទៅជឿពាក្យសម្ដីគេអីណាព្រះអង្គព្រមទទួលស្គាល់កំហុសខ្លះទៅណាផ្កាចំពោះរឿងដែលផ្ការៀបចំផែនការធ្វើបាបយើងនោះគឺព្រះអង្គទ្រង់បានជ្រាបអំពីរឿងនេះអស់ហើយនាងមិនបាច់ព្យាយាមដោះសារទេណាផ្កាមែនហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេហើយព្រះនាងក៏បានដោះដូរខ្លួនប្រាណជាមួយនឹងលោកគ្រូទាយនោះទាំងដែលព្រះនាងកំពុងតែមានកោដោះដូរខ្លួនប្រាណដើម្បីឲ្យគ្រូទាយនោះទៅកម្ចាត់លោកយាយថ្មុំហើយនៅធ្វើទង្វើអាក្រក់ជាច្រើនទៀតដែលធ្វើដាក់ព្រះនាងនួនពៅនិងព្រះនាងសួនពិសីប៉ុន្តែនៅពេលនេះព្រះអង្គទ្រង់បានជ្រាបអស់ហើយអំពីរឿងនេះអត់ទេមិនមែនជាការពិតទេមិនមែនជាការពិតឡើយទង្វើអាក្រក់របស់នាងគឺយើងបានដឹងអស់ហើយនៅពេលនេះនាងក៏មិនអាចធ្វើស្អីបានដែរអ្វីដែលយើងចង់បាននោះគឺបុត្ររបស់យើងតែមួយអង្គគុណចំណែកនាងអស់តំណែងជាមហេសីហើយព្រះអង្គនាងរស់នៅក្នុងរាជវាំងនេះ
ត្រឹមតែជាអ្នកបម្រើទេរហូតទាល់តែនាងប្រសូតបុត្រឲ្យយើងក្រោយពេលដែលនាងប្រសូតបុត្រហើយនាងចាក់ចេញពីរាជវាំងទៅយើងមិនចង់ឲ្យនាងរស់នៅទីនេះបន្តទៀតនោះទេព្រះអង្គទទួលស្គាល់ការពិតខ្លះទៅណាផ្កាទទួលស្គាល់កំហុសនិងកែប្រែជីវិតសាជាថ្មីព្រះអង្គទ្រង់មិនដាក់ទោសនាងទុកថាជារឿងដែលល្អណាស់ទៅហើយដូច្នេះនាងកុំធ្វើឲ្យព្រះអង្គកាន់តែខ្ញាល់ខ្លាំងជាងនឹងអីណាផ្កាអត់ទេណាមិនដេចក៏ខ្លាយទៅជាបែបហ្នឹងទៅវិញនេះតាហេតុអីទៅអ្នកណាយករឿងខ្ញុំមកទូដល់ព្រះអង្គអ្នកណាគេអ្នកណានៅពេលនេះផ្កាខ្លាយទៅជាអ្នកបម្រើហើយមិនមែនជាមហេសីដូចមុនទៀតនោះទេព្រះអង្គយាងមកដល់ក្នុងព្រះរាជដំណាក់ទ្រង់ក៏បានឃើញសម្បត្តិមួយច្បាប់សម្បត្តិនេះតើជាសម្បត្តិអ្វីនឹងខ្ញុំម្ចាស់គឺជារចនាសម្បត្តិមួយច្បាប់នេះខ្ញុំម្ចាស់គឺជាអ្នកសរសេរដោយផ្ទាល់ដៃហើយសង្ឃឹមថាព្រះអង្គនឹងបានអានសម្បត្តិមួយនេះជាដំបូងខ្ញុំម្ចាស់ពិតជាអរគុណដល់ព្រះអង្គខ្លាំងណាស់ដែលទ្រង់ស្រឡាញ់ហើយនឹងលើកខ្ញុំម្ចាស់ជាមហេសីទី4ប៉ុន្តែខ្ញុំម្ចាស់គិតថាឋានៈមួយនេះមិនស័ក្តិសមឡើយដូច្នេះហើយទើបខ្ញុំម្ចាស់សម្រេចចិត្តចាក់ចេញមកបែបនេះហើយពីថ្ងៃនេះតទៅព្រះអង្គគួរតែស្រឡាញ់ព្រះនាងសួនពិសីឲ្យបានច្រើនយកចិត្តទុកដាក់មើលថែចំពោះព្រះនាងសួនពិសីតាមអ្វីដែលទ្រង់អាចធ្វើបានក៏ព្រោះតែមានតែព្រះនាងសួនពិសីទេដែលស្រឡាញ់ស្មោះត្រង់ជាមួយនឹងព្រះអង្គចំណែកមហេសីដទៃទៀតគឺចូលមកគ្រាន់តែចង់បំផ្លាញក្តីសុខព្រះអង្គតែប៉ុណ្ណោះខ្ញុំម្ចាស់សង្ឃឹមថាព្រះអង្គនឹងយល់នឹងកែប្រែជីវិតសាជាថ្មីហើយនឹងកំចាត់មនុស្សអាក្រក់ផងដែរខ្ញុំលាហើយណាព្រះអង្គពីខ្ញុំរចនានេះនាងបានចាក់ចេញទៅហើយឯងប៉ុន្តែយើងក៏ចង់អរគុណនាងដែលនាងចូលមកដាស់តឿនយើងឲ្យដឹងរឿងគ្រប់យ៉ាងឲ្យដឹងថាអ្វីអាក្រក់អ្វីល្អនិងឲ្យដឹងការពិតទៀតយើងពិតជាអរគុណនាងហើយណារចនាគេចាក់ចេញហើយមែនទេព្រះអង្គរចនាគឺគេបានចាក់ចេញហើយណាម្ចាស់អូនពិសីបងក៏ចង់សុំទោសអូនចំពោះរឿងនឹងដែរដែលបងយកមហេសីទី4ទៀតនឹកឡើងនេះបងពិតជាខ្មាស់ខ្លួនឯងខ្លាំងណាស់មិនគួរណាបងធ្វើអញ្ចឹងទាល់តែសោះមិនអីទេណាព្រះអង្គរឿងដែលកន្លងផុតទៅហើយខ្ជិលរំលឹកទៀនម្យ៉ាងវិញទៀនរចនាគេក៏បានចាក់ចេញទៅដែរហើយគេក៏មិនមែនជាមនុស្សលោភលន់ដូចជាផ្កាឡើយនឹងហើយណាម្ចាស់អូនប៉ុន្តែនៅពេលនេះមហេសីរបស់បងមានតែមួយអង្គគុណគឺជាម្ចាស់អូនហើយបងក៏មិនអាចយកអ្នកណាគេទៀតបានដែរទោះបីជាអូនមិនអាចមានបុត្រឲ្យបងក៏ដោយក៏ពួកយើងត្រូវតែរស់នៅជាមួយនឹងគ្នារហូតដល់ចាស់កោងខ្នងណាម្ចាស់អូនចាស់ព្រះអង្គមិនយូរប៉ុន្មានផ្កាក៏ដល់ថ្ងៃប្រសូតបុត្រផ្កាអើយផ្កាខំបន្តិចទៀតទៅណាប្រសូតបុត្រឥឡូវហើយខំបន្តិចទៀតខំទៅចិត្តហើយណាចិត្តហើយអូយនេះខ្ញុំមកឈឺខ្លាំងណាស់ខ្ញុំឈឺពោះខ្លាំងណាស់ណាលោកយាយខ្ញុំឈឺណាស់ប្រឹងបន្តិចទៀតទៅប្រឹងទៅណាប្រឹងបន្តិចទៀតខ្ញុំឈឺពោះខ្លាំងណាស់ណាលោកយាយខ្ញុំឈឺណាស់ខ្ញុំទ្រាំលែងចង់បានហើយអូប្រសូតហើយម្ចាស់អូននេះផ្កាគេប្រសូតបុត្រហើយប៉ុន្តែម្ដេចក៏មិនឮបុត្ររបស់បងគេព្រះកន្សែងបែបនេះម្ដេចក៏ស្ងាត់ឈឹងអញ្ចឹងខ្ញុំម្ចាស់ក៏មិនដឹងដែរណាព្រះអង្គលោកយាយឈ្មោះនេះតើឯណាបុត្ររបស់យើងម្ដេចក៏មិនឃើញទ្រង់អញ្ចឹងតើបុត្ររបស់យើងគេនៅឯណាព្រះអង្គនេះខ្ញុំម្ចាស់ចូលរួមសោកស្ដាយផងណាព្រះអង្គផ្កាគឺគេប្រសូតបុត្រមកចេញជាគល់ឈើគឺមិនមែនជាគឺព្រះអង្គនេះថាម៉េចហ្នឹងជាគល់ឈើអញ្ចឹងមែនទេនេះតើរឿងហ្នឹងកើតឡើងបានយ៉ាងម៉េចទៅម្ដេចក៏ទៅជាអញ្ចឹងទៅវិញនេះមិនមែនជាការពិតទេមែនទេយាយឈ្មោះម្ដេចក៏ខ្លាយទៅជាបែបនេះប្រាប់យើងមកថារឿងនេះមិនមែនជាការពិតទេមែនទេដែលផ្កា
គេប្រសូតបុត្ររបស់យើងចេញមកគឺជាគល់ឈើបែបនេះតើវាកើតឡើងបានយ៉ាងម៉េចទៅខ្ញុំម្ចាស់ក៏មិនដឹងដែរប៉ុន្តែរឿងហ្នឹងគឺបានកើតឡើងហើយណាព្រះអង្គខ្ញុំម្ចាស់ធ្វើតាមតែទូនាទីតែប៉ុណ្ណោះផ្កាគឺគេប្រសូតបុត្រមកចេញជាគល់ឈើពិតមែនណាព្រះអង្គពធអើយនេះបុត្ររបស់យើងក្រាបទូលព្រះអង្គតាមជើងលេខដែលទូបង្គំបានទូទាយនេះការដែលផ្កាគេប្រសូតបុត្រមកចេញជាគល់ឈើគឺមានគ្រោះចង្រៃខ្លាំងណាស់ដល់រាជវាំងផ្កានាងមិនមែនជាមនុស្សល្អឡើយនាងមាននិស្ស័យអាក្រក់ទើបប្រសូតបុត្រមកចេញជាគល់ឈើបែបនេះហើយនាងនឹងផ្ដល់ភាពចង្រៃដល់រាជវាំងប្រសិនបើព្រះអង្គមិនបណ្ដេញនាងចេញទេថ្ងៃក្រោយទៅរាជវាំងនេះនឹងមានគ្រោះមហន្តរាយជាក់ជាមិនខានឡើយណាព្រះអង្គមិនពិតនោះទេណាលោកគ្រូហៅនេះចេះតែនិយាយកូនរបស់ខ្ញុំគឺជាមនុស្សមិនមែនជាគល់ឈើនោះទេណាគឺជាមនុស្សមិនមែនជាគល់ឈើផ្កានេះនាងពិតជាមនុស្សស្រីចង្រៃពិតមែនកូនមកចេញជាគល់ឈើនេះនាងពិតជាចង្រៃខ្លាំងបំផុតអត់ទេណាព្រះអង្គគឺមិនចឹងនោះទេណាមិនចឹងទេខ្ញុំម្ចាស់មានកូនជាមនុស្សមិនមែនជាគល់ឈើបែបហ្នឹងឡើយច្បាស់ជាមានអ្នកណាគេមកធ្វើបាបខ្ញុំម្ចាស់ហើយណាព្រះអង្គបានហើយណានាងឈប់យកលេសដោះសារបន្តទៀតទៅប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ហើយដូច្នេះនាងចេញពីរាជវាំងរបស់យើងទៅចេញទៅព្រះអង្គយើងថាឲ្យនាងចេញទៅព្រះអង្គកូនម្ដាយមកទៅជាមួយនឹងម៉ែណាកូនម្ដាយបន្ទាប់មកផ្កាក៏បាន3កូនឈើនោះដើរចេញពីរាជវាំងទៅតាមពិតទៅកូនរបស់ផ្កាគឺជាមនុស្សមិនមែនជាគល់ឈើឡើយហើយនៅពេលនេះកូនតូចនោះកំពុងតែនៅជាមួយនឹងព្រះនាងនួនពៅថាម៉េចហ្នឹងព្រះនាងឲ្យខ្ញុំម្ចាស់ធ្វើបែបហ្នឹងមែនទេអូយធ្វើបែបហ្នឹងដូចជាពិបាកខ្លាំងណាស់មនុស្សសម្រាប់កូនមកចេញគល់ឈើអ្នកផ្សេងពិបាកក្នុងការជឿខ្លាំងណាស់ណាព្រះនាងគ្រប់គ្នានឹងជឿប្រសិនបើនិយាយឈ្មោះធ្វើតាមអ្វីដែលយើងប្រាប់ទៅយាយឈ្មោះត្រូវតែទូលដល់ព្រះអង្គថានាងផ្កានេះវាសម្រាប់កូនមកចេញជាគល់ឈើមិនមែនជាមនុស្សហើយនៅពេលដែលវាសម្រាប់កូនខ្ញុំនឹងទៅយកកូននោះហើយយាយឈ្មោះ3គល់ឈើនេះទូលដល់ព្រះអង្គទៅហើយយាយឈ្មោះក៏មិនបាច់និយាយអ្វីច្រើនដែរធ្វើតាមអ្វីដែលយើងប្រាប់ទៅហើយប្រសិនបើយាយឈ្មោះមិនធ្វើតាមអ្វីដែលខ្ញុំប្រាប់ទេដឹងហើយអីថានឹងមានរឿងអ្វីកើតឡើងនោះគឺខ្ញុំម្ចាស់គឺខ្ញុំម្ចាស់យល់ព្រមណាព្រះនាងក្មេងតូចពីថ្ងៃនេះតទៅឯងត្រូវតែនៅជាមួយនឹងយើងសិនហើយទុកឲ្យម្ដាយរបស់ឯងទទួលកម្មផលនោះចោះកូនរបស់ខ្ញុំនេះកូនរបស់ខ្ញុំនៅឯណាអញ្ចេះហ្នឹងកូនខ្ញុំមេអំបៅនោះគឺជាកូនរបស់ខ្ញុំអើយសប្បាយចិត្តខ្លាំងណាស់ខ្ញុំរកកូនរបស់ខ្ញុំឃើញហើយមេអំបៅគឺជាកូនរបស់ខ្ញុំរកកូនខ្ញុំឃើញហើយកូនខ្ញុំគឺជាមេអំបៅឡាកូនខ្ញុំជាមេអំបៅផ្កាคล้ายទៅជាមនុស្សឈួតលែងដឹងអីដោយសារតែនាងពិបាកក្នុងការទទួលយកខ្លាំងបំផុតដែលនាងសម្រាកូនមកចេញជាគល់ឈើបែបនេះធ្វើឲ្យនាងពិបាកចិត្តរហូតដល់បាត់បង់ស្មារតី4ខែបានកន្លងផុតទៅនៅក្នុងរាជវាំងប្រែជាស្រស់បំព្រមលែងមានរឿងអាក្រក់កើតឡើងហើយក៏គ្មានគំនុំគុំគួនអីទៀតដែរពេលវេលាពិតជាដើរលឿនខ្លាំងណាស់ប៉ុន្តែបងក៏សប្បាយចិត្តដែរដែលនៅក្នុងរាជវាំងជួបតែរឿងល្អប្រសើរបែបនេះខ្ញុំម្ចាស់ក៏សប្បាយចិត្តដូចគ្នាដែរណាព្រះអង្គ
ព្រះអង្គកាន់តែសប្បាយចិត្តដោយសារតែទ្រង់បានជួបបុត្ររបស់ទ្រង់ហើយ នួនពៅ ម្ចាស់អូននួនពៅព្រះអង្គនេះគឺជាបុត្ររបស់ព្រះអង្គនៅជាមួយនឹងខ្ញុំម្ចាស់ បុត្ររបស់យើងនួនពៅនេះតើយ៉ាងម៉េចវិញទៅនួនពៅក៏បានរៀបរាប់រឿងគ្រប់យ៉ាងទូលដល់ព្រះអង្គអំពីកូនរបស់ផ្កាដែលខ្លួនបានលួចយកទៅហើយក៏ហកថាកូនរបស់ផ្កាគឺជាគល់ឈើនោះព្រះអើយមានរឿងបែបហ្នឹងកើតឡើងផងមែនទេនួនពៅម្ដេចក៏ម្ចាស់អូនណាធ្វើបែបហ្នឹងទៅវិញ ខ្ញុំម្ចាស់គ្រាន់តែចង់ឲ្យផ្កាគេស្គាល់ពីភាពឈឺចាប់និងការបាត់បង់ថាតើឈឺដល់កម្រិតណាដោយសារតែរឿងកន្លងមកគេសាងអាក្រក់លឹះលុបខ្លាំងណាស់ដូច្នេះឲ្យគេជួបរឿងបាក់បែកបែបហ្នឹងគឺសមហើយណាព្រះអង្គ ពធអើយបុត្របៃតានេះបុត្រពិតជាស្រស់ស្អាតខ្លាំងណាស់មានរូបរាងសង្ហាដូចជាបៃតាអញ្ចឹង ព្រះអង្គតើពួកយើងគួរតែឲ្យផ្កាស្គាល់បុត្ររបស់គេដែរទេយើងបំបែកម្ដាយកូនគេបែបហ្នឹងគឺមានកម្មពៀណាព្រះអង្គកម្មពៀទាំងអស់នោះខ្ញុំម្ចាស់គឺជាអ្នកទទួលហើយណាព្រះនាងខ្ញុំម្ចាស់គ្រាន់តែចង់សងសឹកជាមួយនឹងសត្រូវដើម្បីរកភាពយុត្តិធម៌តែប៉ុណ្ណោះប៉ុន្តែពេលនេះគឺខ្ញុំម្ចាស់ទទួលបានយុត្តិធម៌ហើយនាងផ្កាវិបត្តិបងកូនចំណែកខ្ញុំម្ចាស់ក៏បាត់បង់ព្រះអង្គប៉ុណ្ណឹងគឺស្មើភាពគ្នាហើយខ្ញុំម្ចាស់និងនាងផ្កាសាងអាក្រក់រៀងៗខ្លួនដូច្នេះកម្មផលទាំងអស់នោះទុកឲ្យពួកខ្ញុំជាអ្នកទទួលចោល ម្ចាស់អូននួនពៅនៅពេលនោះផងដែរសេនាឋានរុក៏បានមកចាប់ខ្លួនព្រះនាងនួនពៅយកទៅទទួលទោសនៅឯឋានរុទៅ ចំណែកឯផ្កាវិញក៏คล้ายទៅជាមនុស្សដែលលែងដឹងអីភាពលោភលន់ភាពច្រណែនឈ្នានីសសាងអាក្រក់ធ្វើអាក្រក់ចុងក្រោយនៃខ្លួនគឺបាត់បង់អ្វីៗគ្រប់យ៉ាងគ្មានសេះសល់អ្វីនោះទេភាពមិនឆ្អែតឆ្អន់គឺបំផ្លាញជីវិតខ្លួនឯងច្បាស់ណាស់កម្មពៀគឺមានពិនអ្នកណាគេសាងអាក្រក់គឺបានអាក្រក់អ្នកណាគេសាងល្អនឹងទទួលបានផលល្អដូច្នេះរឿងផ្កាលាក់ពឹសសន្មតថាចប់ដោយបរិបូរត្រឹមតែប៉ុណ្ណឹងហើយណាអេដមីនសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃតាមដានរឿងនេះតាំងពីភាគ1រហូតដល់ភាគបញ្ចប់សូមឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អរកស៊ីទទួលទានមានបាននិងជោគជ័យនៅក្នុងជីវិតណាជួបគ្នានៅរឿងក្រោយបន្តទៀតណាបាយបាយ